ក្នុងថ្ងៃនេះខ្ញុំចង់នាំបងប្អូនដើម្បីពិចារណាព្រះបន្ទូលមួយជាមួយគ្នាដែលយកចេញមកពីព្រះគម្ពីរចោទយកថាជំពូក6ខ13ដល់16និងម៉ាថាយជំពូក4ខ4ដល់ខ11មុននឹងយើងចាប់ផ្ដើមពិចារណាព្រះបន្ទូលនៅថ្ងៃនេះខ្ញុំសូមនាំបងប្អូនអានព្រះបន្ទូលនេះបន្តិចសិនជាដំបូងយើងចាប់ផ្ដើមអានដោយព្រះគម្ពីរចោទយកថាជំពូក6ខ13ដល់16ត្រូវឲ្យកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯងហើយគោរពប្រតិបត្តិទ្រង់ព្រមទាំងស្បត់ដោយនៅនាមទ្រង់មិនត្រូវឲ្យឯងរាល់គ្នាទៅធ្វើតាមព្រះឯណាទៀតក្នុងពួកព្រះរបស់សាសទាំងប៉ុន្មានដែលនៅជុំវិញឯងឡើយត្បិតព្រះយេហូវ៉ាជាព្រះនៃឯងដែលទ្រង់គង់នៅកណ្ដាលពួកឯងទ្រង់ជាព្រះដែលប្រច័ណ្ឌក្រែងសេចក្តីខ្ញាល់នៃព្រះយេហូវ៉ាជាព្រះនៃឯងបានក្តៅឡើងទោះនឹងឯងរួចទ្រង់បំផ្លាញឯងរាល់គ្នាពីលើផែនដីនេះចេញទៅបាទនេះគឺជាព្រះបន្ទូលដែលលោកម៉ូសេបាននិយាយទៅកាន់ពួកអ៊ីស្រាអែលដែលជាអ្នកដែលគោរពថ្វាយបង្គំដល់ព្រះយេហូវ៉ាដូច្នេះនៅត្រង់បទគម្ពីរនេះខ្ញុំចង់ដាក់ចំណងជើងថាការថ្វាយបង្គំព្រះជាម្ចាស់តែមួយដោយហេតុថានេះគឺជាសេចក្តីបង្គាប់យ៉ាងត្រង់ចំពោះអ៊ីស្រាអែលដែលជាអ្នកថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីនិងរបស់សពសារពើទ្រង់បានបង្គាប់នៅក្នុងបទគម្ពីរនេះមិនត្រូវឲ្យឯងរាល់គ្នាទៅតាមព្រះអាណាទៀតក្នុងពួកព្រះរបស់សាសទាំងប៉ុន្មានដែលនៅជុំវិញឯងឡើយត្បិតព្រះយេហូវ៉ាជាព្រះនៃឯងដែលទ្រង់គង់នៅកណ្ដាលពួកឯងទ្រង់ជាព្រះប្រច័ណ្ឌក្រែងសេចក្តីខ្ញាល់នៃព្រះយេហូវ៉ាជាព្រះនៃឯងបានក្តៅឡើងទោះនឹងឯងរួចទ្រង់បំផ្លាញឯងរាល់គ្នាពីលើផែនដីនេះចេញទៅដូច្នេះខ្ញុំអានឡើងវិញម្ដងទៀតពីខ14ដល់15នេះបានបញ្ជាក់ថាព្រះអង្គមានបំណងប្រហាតីឲ្យប្រជារាស្ត្ររបស់ទ្រង់ថ្វាយបង្គំព្រះអង្គតែមួយប៉ុណ្ណោះតើយើងថ្វាយបង្គំព្រះអង្គយ៉ាងដូចម្ដេចបើយើងមិនដែលឃើញព្រះអង្គផងបាទព្រះទ្រង់គឺជាវិញ្ញាណហើយព្រះអង្គបានសម្ដែងរូបអង្គទ្រង់នៅក្នុងសភាពជាមនុស្សតាមរយៈព្រះយេស៊ូវគ្រីស្ទដែលបងប្អូនបានស្គាល់ព្រះអង្គបានដឹងអំពីពន្ធកិច្ចរបស់ទ្រង់នៅលើផែនដីគឺព្រះអង្គជាតំណាងរបស់ព្រះជាម្ចាស់ដែលព្រះយេស៊ូវគឺទ្រង់ជាអ្នកកណ្ដាលរវាងមនុស្សនិងព្រះជាម្ចាស់ព្រះជាម្ចាស់បានចាត់ព្រះរាជបុត្រារបស់ទ្រង់ដើម្បីឲ្យមកប្រកាសដំណឹងល្អអំពីនគរព្រះដល់មនុស្សទាំងអស់ប្រយោជន៍ឲ្យគេបានប្រែចិត្តហើយទទួលសេចក្តីសង្គ្រោះសូមបងប្អូនដែលមានព្រះគម្ពីរបានផ្ទៀងជាមួយខ្ញុំនៅម៉ាថាយបាទព្រះគម្ពីរម៉ាថាយជំពូក4ខ4ដល់ខ11នេះគឺជាព្រឹត្តិការណ៍មួយដែលព្រះយេស៊ូវទ្រង់បានឆ្លើយតបទៅនឹងអរិយសាតាំងបានលបួងព្រះអង្គព្រះគម្ពីរម៉ាថាយជំពូក4ខ4ដល់ខ11តែទ្រង់មានបន្ទូលតបថាមានសេចក្តីចែកទុកមកដូច្នេះមនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេគឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះអស់ព្រះមកដែរនោះអរិយក៏នាំទ្រង់ទៅឯទីក្រុងបរិសុទ្ធដាក់លើកំពូលព្រះវិហារទូលថាបើអ្នកជាព្រះរាជបុត្រានៃព្រះមែនចូលទម្លាក់ខ្លួនទៅក្រោមចុះត្បិតមានសេចក្តីចែងទុកមកថាទ្រង់នឹងបង្គាប់ពួកទេវតានៃទ្រង់ពីដំណើរអ្នកទេវតានឹងទ្រើអ្នកដោយដៃក្រែងលោជើងអ្នកទង្គិចនឹងថ្មព្រះយេស៊ូវមានបន្ទូលទៅវាថាមានសេចក្តីចែងទុកមកដូច្នេះថាកុំឲ្យឯងលបួងព្រះអង្គម្ចាស់ជាព្រះនៃឯងឡើយមួយទៀតអរិយបាននាំទ្រង់ទៅកំពូលភ្នំយ៉ាងខ្ពស់ក៏បង្ហាញអស់ទាំងនគរក្នុងលោកីនិងសេរីល្អរបស់នគរទាំងនោះថ្វាយទ្រង់ទៅរួចទូលថាបើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំនោះខ្ញុំនឹងឲ្យរបស់ទាំងនេះដល់អ្នកនោះព្រះយេស៊ូវមានបន្ទូលតបថាណែសាតាំងចូលឯងថយចេញពីអញទៅត្បិតមានសេចក្តីចែងទុកមកថាឯងត្រូវថ្វាយបង្គំដល់ព្រះអង្គម្ចាស់ជាព្រះនៃឯងហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះដូច្នេះអារក្សក៏ថយចេញពីទ្រង់ទៅ
រួចមានទេវតាមកបម្រើទ្រង់បាទដូច្នេះនេះគឺជាព្រឹត្តិការណ៍មួយដែលព្រះយេស៊ូវបានជួបគឺអរិយសតាំងបានមកលបួងព្រះអង្គហើយវាបង្ហាញអស់ទាំងនគរនៅលើផែនដីពីព្រោះវាមានអំណាចនៅលើផែនដីនេះគឺជាផែនដីដែលបាក់បែកដែលធ្លាក់ចុះបងប្អូនអញ្ចឹងហើយវាបង្គាប់ព្រះយេស៊ូវថាបើថ្វាយបង្គំវានោះវានឹងបកគលឲ្យព្រះយេស៊ូវតាមពិតព្រះអង្គនេះគឺជារបស់ទ្រង់ហើយហ្នឹងប៉ុន្តែក្នុងសភាពជាមនុស្សព្រះអង្គចុះចូលចំពោះព្រឹត្តិការណ៍ដែលកើតឡើងនៅផែនដីព្រះអង្គអនុញ្ញាតហេតុនេះក្នុងសភាពជាមនុស្សព្រះអង្គឆ្លើយតបថានៅខ10ឯងត្រូវថ្វាយបង្គំដល់ព្រះអង្គម្ចាស់ជាព្រះនេះឯងហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះដូច្នេះម្ដងទៀតព្រះយេស៊ូវបងប្អូនព្រះអង្គបានលើកឡើងបញ្ជាក់ជាថ្មីចេញអំពីគម្ពីរចោទយកថាដែលយើងបានអានជាមួយគ្នានៅខាងលើមុននេះមិញហ្នឹងបាទគឺតើតើនឹងការថ្វាយបង្គំព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះដូច្នេះគម្ពីរចោទយកថាចំពុក6ខ13ដល់16និងម៉ាថាយចំពុក4ខ4ដល់11ប្រធានបទចម្បងគំនិតចម្បងនោះគឺអំពីការថ្វាយបង្គំការកោតខ្លាចដល់ព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះចុះយើងរស់នៅយ៉ាងម៉េចបងប្អូនបើរាល់ថ្ងៃយើងមើលជុំវិញយើង100ម៉ែត្រមួយឯងបើប្រហែលអំពីអាសនាមុខផ្ទះប្រជាជនអំពីរៀនទេវតាប្រភពបាទជំនាងផ្ទះបាទនៅតាមផ្លូវជាពិសេសទៅកន្លែងរមណីយដ្ឋាននានាគេមានសែនមានអីតាមផ្លូវរហូតបងប្អូនគិតម៉េចបងប្អូនរស់នៅម៉េចបើជួបនឹងស្ថានភាពបែបហ្នឹងហើយព្រះបន្ទូលប្រាប់ថាថ្វាយបង្គំព្រះតែមួយបាទដូច្នេះអ្វីដែលបងប្អូនត្រូវគិតនេះគឺជាការបង្គាប់ពីព្រះបន្ទូលមកថាថ្វាយបង្គំព្រះតែមួយទេមិនបាច់បន់ស្រន់ទៅអាហ្នឹងបើសិនជាបងប្អូនសម្រេចចិត្តជឿព្រះយេស៊ូវបងប្អូនណាមិនបាច់ថ្វាយបង្គំប្រភពមិនបាច់ចងខ្សែចកេះមិនបាច់ចងខ្សែកថានៅដៃបាទមិនបាច់សែនថ្ងៃសិលអីទេអាហ្នឹងខ្ញុំនិយាយចំឲ្យស្រួលយល់ហេតុនេះបើបងប្អូនសម្រេចចិត្តជឿព្រះយេស៊ូវហើយព្រះជាម្ចាស់ព្រះអង្គបង្គាប់អញ្ចឹងបាទគឺត្រូវថ្វាយបង្គំព្រះអង្គតែមួយប៉ុណ្ណោះហើយនៅក្នុងចោទយកថាបានបញ្ជាក់ប្រាប់ថាទ្រង់ជាព្រះដែលប្រច័ណ្ឌមានន័យថាពាក្យថាប្រច័ណ្ឌគឺមិនចង់ឲ្យមានថ្មីទេមែនទេបងប្អូនបាទអញ្ចឹងជួបប្រទះនៅស្ថានភាពកូវីដបែបនេះបងប្អូនប្រឈមព្រោះបងប្អូនមានបញ្ហាច្រើនបងប្អូនអាចនឹងគិតថាអូអ្នកណាជួយខ្ញុំបានបាទចូលទូថ្វាយគ្រប់ទាំងអស់ដល់ព្រះជាម្ចាស់ព្រះអង្គបង្គាប់ឲ្យយើងបានទូថ្វាយព្រះអង្គបានបង្គាប់ឲ្យយើងឲ្យអធិដ្ឋានទូសូមដល់ទ្រង់ប្រយោជន៍នឹងឲ្យយើងមានទំនាក់ទំនងជិតស្និទ្ធដល់ព្រះអង្គប៉ុន្តែកុំឲ្យពេលវេលាដ៏លំបាកនេះនាំឲ្យបងប្អូនឃ្លាតឆ្ងាយពីទ្រង់អីតែសូមឲ្យពេលវេលាដ៏លំបាកនេះបាននាំបងប្អូនជិតស្និទ្ធយ៉ាងខ្លាំងជាមួយនឹងទ្រង់វិញនៅពេលដែលយើងមានវិបត្តិជំងឺ Covid នេះកើតឡើងក្រុមជំនុំទាំងអស់ត្រូវបិទប៉ុន្តែគេអាចដំណើរការក្នុងរូបភាពតូចណាមួយដូចជាក្រុមតូច 4-5 នាក់អីចឹងណាអញ្ចឹងក្រុមជំនុំយើងក៏បិទដែរហើយយើងមានវិបត្តិជាច្រើនដែលត្រូវប្រឈមដូចជាការជួលអគារដូចជាការប្រើប្រាស់ដង្វាយទៅក្នុងការចាត់ចែងផ្សេងបាទហេតុនេះសូមបងប្អូនអរគ្នារួមដៃគ្នាបាទចូលរួមថ្វាយបង្គំព្រះជាម្ចាស់ដោយផ្ទាល់ខ្លួនជាបន្តទៅទៀតនិងថ្វាយបង្គំព្រះជាម្ចាស់តែមួយព្រះអង្គនៅក្នុងក្រុមជំនុំរបស់យើងឬក៏ក្រុមជំនុំរបស់បងប្អូនបន្តទៅទៀតផងដែរសូមអរគុណសូមជម្រាបលា